ពលរដ្ឋយើងដៃយើងឲ្យទន់ដៃយើងត្រូវចេះបន្ទាបខ្លួននៅចំពោះពលរដ្ឋការបន្ទាបខ្លួនឲ្យទាបជាងពលរដ្ឋនោះយើងនឹងដឹងសុខទុក្ខពលរដ្ឋនៅក្នុងខេត្តយើងខ្លាំងជាងមុនទៀតជាបឋមសូមគ្រប់ដល់លោកប្រធាននិងថ្នាក់ដឹកនាំគណៈបកចំនួនថ្មីព្រោះជាថ្នាក់ដឹកនាំនៅក្នុងខេត្តនិងបងប្អូនដែលមានវត្តមាននៅទីនេះខ្ញុំបាទយិនឈឿនជាលោកប្រធានគណៈកម្មាធិការប្រតិបត្តិគណៈបកចំនួនថ្មីតំណាងឲ្យលោកនូណាប្រធានគណៈកម្មាធិការប្រតិបត្តិនៅក្នុងថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនដែលឃើញវត្តមានបងប្អូនចូលរួមជាមួយគ្នាដោយទឹកមុខបានញញឹមផងហើយយើងបានរីករាយជាមួយគ្នានៅក្នុងការសម្ពោធទីស្នាក់ការថ្មីនៅក្នុងខេត្តកំពង់ធំនេះខេត្តកំពង់ធំគឺជាខេត្តមួយដែលចំកណ្ដាលប្រទេសកម្ពុជាហើយជាបេះដូងមួយសម្រាប់ក្នុងការដែលឈួចជើងជាចំណុចកណ្ដាលមួយក្នុងការដែលដឹកនាំប្រទេសជាតិកម្ពុជារបស់យើងព្រោះដោយសារតែទឹកដីនេះគឺជាទឹកដីដែលជាប់នៅបឹងទន្លេសាបទៀតហើយក៏ជាទឹកដីដែលជារាជធានីចាស់នៅក្នុងសម័យអង្គរផងដែរជាមួយគ្នានៅក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិសូមធ្វើការវិតម្លៃខ្ពស់ហើយក៏ដូចជាសូមកោតសរសើរចំពោះប្រធានក្រុមការងារថ្នាក់ជាតិខេត្តកំពង់ធំក៏ដូចជាប្រធានប្រតិបត្តិនិងថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិខេត្តដែលទៅតែតែងតាំងមុននេះដែលបានបដិញ្ញាចិត្តក្នុងការដែលចូលរួមជាមួយគណៈបកចំនួនថ្មីហើយនឹងដឹកនាំគណៈបកចំនួនថ្មីខេត្តកំពង់ធំនេះដើម្បីជាប្រយោជន៍សម្រាប់ជាតិហើយនិងប្រជាជនកម្ពុជាយើងនិងប្រជាជនក្នុងខេត្តកំពង់ធំនេះជាការបដិញ្ញារបស់ខ្ញុំក្នុងនាមគណៈកម្មការប្រតិបត្តិសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំសូមចូលរួមជាមួយគ្នាតាមរយៈពាក្យស្លោករបស់យើងសាមគ្គីការសាមគ្គីគ្នាជាកម្លាំងមួយដែលមិនអាចខ្វះបានទេដូច្នេះការសាមគ្គីដែលយើងអាចធ្វើបាននៅពេលនេះតាមរយៈការជួយគ្នាទៅវិញទៅមកចាប់ផ្ដើមចេញពីការយើងចេះយកចិត្តទុកដាក់ជួយថ្នាក់ដឹកនាំយើងតាំងពីថ្នាក់ខេត្តថ្នាក់ស្រុកថ្នាក់ឃុំហើយយើងជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងកុំចាំដល់ថាដល់តែយើងឈ្នះឆ្នោតទៅយើងទៅជួយការធ្វើនយោបាយគឺជាការទៅទាញយកបេះដូងពលរដ្ឋនៅក្នុងមូលដ្ឋាននោះទៅយើងទទួលបានការគ្រប់គ្រងដូច្នេះផ្ដើមចេញពីថ្ងៃនេះដែលយើងបានខ្លាយទៅជាថ្នាក់ដឹកនាំនៃគណៈបកចំនួនថ្មីនៅក្នុងខេត្តកំពង់ធំយើងជួបពលរដ្ឋយើងដៃយើងឲ្យទន់ដៃយើងត្រូវចេះបន្ទាបខ្លួននៅចំពោះពលរដ្ឋការបន្ទាបខ្លួនឲ្យទាបជាងពលរដ្ឋនោះយើងនឹងដឹងសុខទុក្ខពលរដ្ឋនៅក្នុងខេត្តយើងខ្លាំងជាងមុនទៀតការយើងចូលរួមបម្រើការបម្រើពលរដ្ឋនេះមិនមែនន័យថាឲ្យយើងទៅដាំទឹកដាំបាយទឹកក្តៅទឹកត្រជាក់សម្រាប់ពួកគាត់ទេប៉ុន្តែការដឹងសុខទុក្ខពួកគាត់ការចូលរួមចំណែកលើកទឹកចិត្តពួកគាត់ការចូលរួមតាមរយៈពិធីណាមួយនៃកម្មវិធីរបស់ពួកគាត់គឺមានវត្តមានរបស់ពួកយើងទាំងអស់គ្នាហើយជាពិសេសនៅពេលដែលពលរដ្ឋរងទុក្ខលំបាកឬក៏ពលរដ្ឋជួបភាពអយុត្តិធម៌បើយើងមិនអាចទៅទាញយកភាពយុត្តិធម៌ឲ្យពួកគាត់បានក៏យើងទៅរួមចំណែកស្រែករកភាពយុត្តិធម៌សម្រាប់ពួកគាត់ដែរនេះជាភាពជាអ្នកដឹកនាំសម្រាប់ការពារប្រយោជន៍ពលរដ្ឋជាមួយគ្នាសូមថ្នាក់ដឹកនាំទាំងអស់បានចូលរួមសហការគ្នាគោរពគ្នាទៅវិញទៅមកហើយជាពិសេសគឺគោរពតាមឋានានុក្រមការងារតាំងពីថ្នាក់ភូមិថ្នាក់ឃុំថ្នាក់ស្រុករហូតថ្នាក់ខេត្តហើយរហូតដល់ថ្នាក់ជាតិផងដែរជាមួយគ្នានេះសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ប្រឹងប្រែងក្នុងការដែលរៀបចំរចនាសម្ព័ន្ធរបស់យើងតាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្តដើម្បីយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2027ហើយនឹងការបោះឆ្នោតថ្នាក់ជាតិ2028ហើយនឹងការបោះឆ្នោតក្រុមប្រឹក្សាស្រុកខេត្តហើយនឹងរដ្ឋសភានៅក្នុងឆ្នាំ2029ផងដែរផ្ដើមចេញពីយើងទាំងអស់គ្នានៅខេត្តទើបយើងមានលទ្ធផលទៅដល់ថ្នាក់ជាតិផ្ដើមចេញពីកម្លាំងនៅក្នុងមូលដ្ឋានរបស់យើងទើបយើងអាចឈ្នះឆ្នោតហើយយើងអាចកែប្រែវាសនាប្រទេសកម្ពុជាបានក្នុងនាមគណៈកម្មការប្រតិបត្តិជាចុងក្រោយនេះសូមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំថ្នាក់ខេត្តដែលបានប្រឹងប្រែងក្នុងការរៀបចំហើយក៏សូមជូនពរដល់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិហើយនិងថ្នាក់ខេត្តសូមបានជួបតែសេចក្តីសុខហើយសុភមង្គលហើយក្នុងឱកាសឆ្នាំថ្មីនេះសូមបានជួបតែសេចក្តីសុខសាន្តទាំងអស់គ្នាបាទសូមអរគុណបាទ